ចាខ្ញុំទាំងពីរនាក់សូមជម្រាបសួរចាដល់ថ្នាក់ដឹកនាំទាំងអស់គ្នាចូលរួមជាតិចានឹងជនរួមជាតិចាដែលពីរនាក់បងប្អូនខ្ញុំចាដែលបងប្រុសខ្ញុំគាត់គឺជាយោធាចាគាត់ជាទាហានចាឈរប្រចាំការនៅព្រះវិហារចាអញ្ចឹងដែលថ្ងៃទី6ចាល្ងាចថ្ងៃទី6ហ្នឹងនេះខ្ញុំបានផុសវីដេអូតាក់ទងជាមួយនឹងបងប្រុសរបស់ខ្ញុំគាត់មានបញ្ហាគាត់កាន់ប្លង់រឹងហើយប៉ុន្តែដីរបស់គាត់ត្រូវបានអ្នកផ្សេងគាត់ធ្វើដីធ្វើផ្ទះសាងសង់ពីលើចាអញ្ចឹងសម្រាប់ថ្ងៃនេះដែរដោយសារតែមានការអន្តរាគមន៍ចាពីមន្ត្រីចាគ្រប់ក្រសួងចាគ្រប់ជាន់ថ្នាក់ចាមានជាក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ក្រសួងយុទ្ធភ័ពជាពិសេសអភិបាលខេត្តកំពតលោកអ៊ុំធនិនអភិបាលរងខេត្តនិងលោកស្នងការនគរបាលចានិងស្រុកអភិបាលស្រុកទឹកឈូចាដោយការមានអន្តរាគមន៍ចាពីថ្នាក់ដឹកនាំទាំងអស់គ្នាអញ្ចឹងឥឡូវនេះមកដល់ថ្ងៃនេះគឺថ្ងៃទី9ចាព្រឹកថ្ងៃទី9នេះបញ្ហារបស់បងប្រុសខ្ញុំគឺត្រូវបានដោះស្រាយចាបញ្ចប់ដោយសន្តិវិធីហើយចាបងប្អូនទាំងអស់គ្នាចាជាទីចុងបញ្ចប់ខ្ញុំសូមអរគុណដល់ជាជ្រៅដល់ថ្នាក់ដឹកនាំដែលបានជួយដោះស្រាយចាជួយជ្រោមជ្រែងបញ្ហាដីរបស់ខ្ញុំឥឡូវបានបញ្ចប់ដោយជោគជ័យចាបាទសូមអរគុណចាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាមែនទែនចាដែលជួយចេញជាមតិយោបល់ចាដល់បងប្រុសរបស់ខ្ញុំណាចាអញ្ចឹងឥឡូវនេះគឺរឿងត្រូវបានបញ្ចប់ចាដោយជោគជ័យហើយចាអញ្ចឹងនេះខ្ញុំក៏សូមអរគុណចាហើយបងប្រុសខ្ញុំដូចគ្នាចាអរគុណខ្លាំងមែនទែនចាអរគុណបងប្អូនទាំងអស់គ្នាចាអរគុណ